ឆ្នាំចរាសីនៅក្នុងខែសីហាឆ្នាំ2026លេខសំណាងគឺលេខ461ចំណែកពណ៌សំណាងគឺពណ៌ក្រហមអ្នកដែលកើតឆ្នាំចគឺជាកំពូលឆ្នាំដែលរងទុក្ខវេទនាជាងគេជីវិតអ្នកកើតឆ្នាំចបងប្អូនតោកយ៉ាករោក្រាក់បំផុតធ្វើតែបុណ្យប៉ុន្តែបានបុណ្យទេបាទហើយនិយាយពីថាស្រឡាញ់បងប្អូនស្រឡាញ់កូនក្មួយគ្មានណាស្រឡាញ់ដល់អ្នកកើតឆ្នាំចទេលះបង់ដើម្បីអ្នកដតីលះបង់ដើម្បីអ្នកជុំវិញខ្លួនហើយត្រូវបានគេមើលងាយត្រូវបានគេមើលថោកគេមិនឲ្យតម្លៃយើងទេរាល់ថ្ងៃសុំតែមកសុកឲ្យគេមិនឲ្យយើងសុកទៀតណាចឹងអ្នកដែលកើតអ្នកដែលនៅជុំវិញខ្លួននឹងប្រៀបបានដូចឆ្កែតាមខំអ្នកកើតឆ្នាំចអញ្ចឹងមកជីវិតនេះអ្នកដែលកើតឆ្នាំចសឹងខ្លាចសឹងថាមានកូនអត់ឲ្យយកឆ្នាំចទេវាជួបនៅរឿងមិនល្អជាច្រើនដែលត្រូវបានគេកេងបំពេញត្រូវបានគេធ្វើបាបហើយអ្នកដែលកើតឆ្នាំចនិយាយពីថាមនុស្សឆ្លាតប៉ុន្តែគេមើលរំលើងណាគេមើលអត់ឃើញយើងទេអញ្ចឹងអ្នកដែលកើតនៅឆ្នាំចរាល់ថ្ងៃនេះគឺវាដើរដល់ចង់ដល់សូន្យរាល់ថ្ងៃនេះម្នាក់ការដើរដល់100និយាយពីចសបោញាតជួយគេយកអាសាគេស្រឡាញ់គេលះបង់ដើម្បីគេហើយយើងឃើញជាក់ស្ដែងរយៈពេលប្រហែលខែចុងក្រោយនេះអ្នកដែលកើតឆ្នាំចបងប្អូនមិនបាច់ខ្ញុំនិយាយដឹងខ្លួនឯងហើយសេចក្តីសុខនឹងវាមានតែមួយកប៉ិលែកបន្តិចទេបាទប៉ុន្តែសេចក្តីទុកនឹងអូយប្រះឲ្យប្រអិនឲ្យលោកឲ្យមានច្រើនណាស់ចឹងអ្នកដែលកើតនៅឆ្នាំចបងប្អូនខមមិននៅលេខសំណាងទៅមិនបាច់និយាយរឿងអីទាំងអស់រឿងកន្លងឲ្យឲ្យវាទៅតាមតាណើទៅយើងនិយាយតែពីរឿងរាសីវិញអ្នកដែលកើតនៅឆ្នាំចរាសីខែ8ហ្នឹងគឺលេខសំណាងលេខ461ចំណែកពណ៌សំណាងអ្នកដែលកើតឆ្នាំចគឺពណ៌ក្រហមលោកអ្នកដែលកើតឆ្នាំចខមមិនលេខ461 share វីដេអូលោកគ្រូដាក់លេខ461ចំណែកពណ៌សំណាងគឺពណ៌ក្រហមរាសីនៅក្នុងខែ8អ្នកកើតឆ្នាំចដើមខែមានលៀបចូលហើយបងប្អូនប្រកាសជាសួរខ្ញុំទៀតដែរថាលោកគ្រូមហាជុំលៀបនឹងលៀបអ្វីដែរខ្ញុំឆ្នាំចខ្ញុំចង់ដឹងហើយខ្ញុំក៏ឆ្លើយថាខ្ញុំក៏មិនដឹងដែរពីព្រោះតាមជើងលេខគេគ្រាន់តែបញ្ជាក់ថាអ្នកដែលកើតឆ្នាំចនឹងមានលៀបចូលនេះគេគ្រាន់តែប្រាប់ថាអ្នកដែលកើតឆ្នាំចនឹងមានលៀបចូលណាអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំចបងប្អូនត្រៀមខ្លួនទទួលយកលៀបហើយខិតខំប្រឹងប្រែងបន្ថែមទៀតនៅមុខរបរនៅការងារលៀបក៏ចូលការងារក៏ល្អអារម្មណ៍ក៏ល្អគិតវិជ្ជមានលោកអ្នកនឹងបានជោគជ័យប៉ុន្តែបើលោកអ្នកទន្ទឹមចង់បានលៀបលោកអ្នកអត់មានគិតធ្វើអីអាហ្នឹងក៏អត់ទាន់បានផលល្អត្រឡប់មកវិញដែរអញ្ចឹងអ្នកដែលកើតនៅឆ្នាំចសូមលោកអ្នកទាំងអស់គ្នាសប្បាយរីករាយណាហើយក៏ប្រឹងប្រែងបន្តទៅទៀតហើយចាំទទួលលៀបនៅដើមខែ8លោកអ្នកដែលកើតនៅឆ្នាំចដដែលបងប្អូនកូនក្មួយពីថ្ងៃទី8ដល់ថ្ងៃទី10សូមបងប្អូនកូនក្មួយថែសុខភាពបន្តិចប្រយ័ត្នផ្ដាសាយបាទប្រយ័ត្នផ្ដាសាយឬមួយក៏ឈឺឆ្អឹងឆ្អែងប្រយ័ត្នផ្ដាសាយឬមួយក៏ឈឺឆ្អឹងឆ្អែងណាបាទអញ្ចឹងថែទាំសុខភាពបន្តិចពីថ្ងៃទី8ដល់ថ្ងៃទី10ព្រោះខែនេះខែភ្លៀងផងប្រយ័ត្នប្រយែងណាបាទអ្នកដែលកើតឆ្នាំចដដែលពីថ្ងៃទី15ដល់ថ្ងៃទី17ពីថ្ងៃ15ដល់ថ្ងៃទី17អ្នកដែលកើតនៅឆ្នាំចគឺលោកអ្នកប្រយ័ត្នឆ្លោះគ្នាប្រយ័ត្នឆ្លោះគ្នានេះឆ្លោះគ្នាជាមួយប្តីឆ្លោះគ្នាជាមួយប្រពន្ធឆ្លោះគ្នាជាមួយគូសង្សារឆ្លោះគ្នាជាមួយនឹងមិត្តរួមការងារអញ្ចឹងពីថ្ងៃទី15ដល់ថ្ងៃទី17បងប្អូនប្រយ័ត្នឆ្លោះគ្នាបាទប្រយ័ត្នឆ្លោះគ្នាណាការងារក៏ដោយមុខរបរក៏ដោយរកស៊ីក៏ដោយទំនាក់ទំនងប្តីប្រពន្ធក៏ដោយគឺត្រូវតែប្រយ័ត្នឆ្លោះគ្នាបន្តិចពីថ្ងៃ15ដល់ថ្ងៃទី17អត់ធ្មត់បាទខំមាត់សង្កត់ចិត្តពីថ្ងៃទី22ដល់ថ្ងៃទី24អ្នកដែលកើតឆ្នាំចកំដៅឆ្ងាយអ្នកដែលកើតឆ្នាំចកំដៅឆ្ងាយពីថ្ងៃទី22ដល់ថ្ងៃទី24ពីព្រោះថាជើងលេខរបស់លោកអ្នកគឺមិនល្អទេអញ្ចឹងលោកអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយទេនៅចន្លោះពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកដែលកើតនៅឆ្នាំចដដែលលោកអ្នកដែលកើតនៅឆ្នាំចដដែលចុងខែលោកអ្នកដែលកើតឆ្នាំចដដែលចុងខែលោកអ្នកនឹងឡើងតំណែងលោកអ្នកនឹងឡើងតួនាទី
ឬមួយក៏លោកអ្នកនឹងទទួលបាននៅគេហៅថាការកោតសរសើរពីមេពីប្រធានណានេះចុងខែលោកអ្នកឡើងតំណែងឡើងតួនាទីចឹងជូនពរឲ្យអ្នកដែលកើតនៅឆ្នាំចទាំងអស់ទទួលបានលៀបសំណាងហើយហេងហើយកាក់កបអ្នកដែលកើតឆ្នាំចទាំងអស់បងប្អូនកូនក្មួយជាទីស្រឡាញ់បងប្អូនកូនក្មួយជាទីស្នេហាសូមលោកអ្នកទាំងអស់នៅក្នុងខែ8នេះរក្សាផ្លូវចិត្តឲ្យបានរឹងមាំពីព្រោះអារម្មណ៍របស់លោកអ្នកអាចឆេវឆាវអារម្មណ៍លោកអ្នកអាចក្តៅក្រហាយលោកអ្នកអាចនឹងមានទុក្ខលោកអ្នកអាចនឹងមានវិបត្តិចូលមកច្រើនអញ្ចឹងអ្នកដែលកើតឆ្នាំចគឺត្រូវតែប្រយ័ត្នប្រយែងហើយអត់ធ្មត់អត់ជាស្រ័យហើយអ្នកដែលកើតឆ្នាំចសូមកុំបោះបង់ខ្លួនឯងចោលខ្ញុំបានប្រាប់ទៀតថាបើគេគ្រប់គ្នាគេបោះបង់យើងចោលហើយសូមយើងអ្នកកើតឆ្នាំចនោះកុំបោះបង់ខ្លួនឯងចោលយើងតស៊ូយើងរឹងមាំនោះជីវិតរបស់យើងនឹងទទួលបានជោគជ័យអ្នកដែលកើតនៅឆ្នាំចទាំងអស់លោកអ្នកខ្ញុំបានរៀបចំនៅខ្សែចង្កេះទៅតាមក្បួនខ្មែរបុរាណដែលជួយឲ្យលោកអ្នកមានលៀបមានសំណាងខ្សែចង្កេះនេះគឺខ្ញុំធ្វើឡើងអំពីអំបោះ5ធាតុដែលខ្ញុំបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកដែលកើតឆ្នាំចលោកអ្នកយកខ្សែចង្កេះនេះយកទៅពាក់លោកអ្នកនឹងជោគជ័យលោកអ្នកនឹងចម្រើនរុងរឿងហើយលោកអ្នកនឹងដេញនៅអំពើភ្លើងងងឹតឬមួយក៏អំពើមិនល្អចេញពីខ្លួនព្រោះរាល់ថ្ងៃនេះយើងមានអារម្មណ៍យើងដឹងខ្លួនយើងបានថាយើងអត់ស្រួលទេថាយើងអត់ល្អទេភ្លើងចិត្តយើងអត់រឹងមាំទេហើយលៀបជ័យទាំងឡាយទាំងពួងគឺចូលមកមិនរួចទេអញ្ចឹងខ្ញុំបានរៀបចំនៅខ្សែចង្កេះនេះជូនដល់លោកអ្នកអញ្ចឹងលោកអ្នកទាំងឡាយណាដែលកើតនៅឆ្នាំចដែលមានបញ្ហាដែលមានវិបត្តិអញ្ចឹងលោកអ្នកយកខ្សែចង្កេះនេះទៅពាក់ទៅបញ្ហាទាំងឡាយវិបត្តិទាំងឡាយហ្នឹងមកពីសភាវៈអាក្រក់វានៅក្នុងខ្លួនយើងអញ្ចឹងអាសភាវៈអាក្រក់ទាំងឡាយដែលនៅក្នុងខ្លួនយើងហ្នឹងគឺវានឹងរលាយសាបសូន្យបើយើងចេះដេញវាប៉ុន្តែបើយើងមិនដេញវាទេមិនចេះទេគឺវាទ្រាំនៅវាបំផ្លាញទន្ទ្រានរូបរាងកាយរបស់យើងធ្វើឲ្យយើងបរាជ័យទៅយូរទៅគឺចប់ជីវិតហ្នឹងអញ្ចឹងយើងបានរៀបចំនៅខ្សែចង្កេះនេះជូនដើម្បីដេញនៅឧបទ្រពចង្រៃដេញនៅរឿងមិនល្អទាំងឡាយចេញពីខ្លួនយើងហើយថែមទាំងនាំនៅលៀបសំណាងជូនដល់លោកអ្នកទៀតអញ្ចឹងអ្នកដែលកើតឆ្នាំចលោកអ្នកយកខ្សែចង្កេះនេះយកទៅពាក់ទៅលោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងជោគជ័យហើយថែមទាំងដេញនៅសភាវៈអាក្រក់ចេញពីក្នុងខ្លួនរបស់លោកអ្នកទៀតអញ្ចឹងលោកអ្នកដែលកើតឆ្នាំចលោកអ្នកក៏នឹងទទួលបានលៀបសំណាងហេងជោគជ័យត្រឡប់មកវិញអញ្ចឹងអ្នកដែលកើតឆ្នាំចប្រញាប់ណាប្រញាប់តំណែងយកខ្សែចង្កេះនេះយកទៅពាក់ពីព្រោះយើងធ្វើសម្រាប់ឆ្នាំលោកអ្នកត្រូវប្រាប់ឈ្មោះប្រាប់ខែឆ្នាំយើងនឹងធ្វើតម្រូវដល់លោកអ្នកអញ្ចឹងទម្រាំមួយរៀងពិបាកបន្តិចអញ្ចឹងលោកអ្នកក៏ត្រូវតែប្រយ័ត្នប្រយែងប្រញាប់បន្តិចទៅណាបាទអញ្ចឹងជូនពរដល់អ្នកដែលកើតនៅឆ្នាំចទាំងអស់ជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនហើយក៏តិចតិជុំសពគ្រប់បែបយ៉ាងទាំងអស់ហើយលោកអ្នកកុំភ្លេច comment លេខសំណាងសម្រាប់លោកអ្នកគឺលេខ461ហើយពណ៌សំណាងគឺពណ៌ក្រហមហើយ share ដាក់លេខ461